Bà miễn tay cách sân giá lụa tỉnh, tại mình toán cắt mũ, tờ cách sân giá nu miễn số bộ lập hiệp đại rư tế, xồm chùm điệp số bong ônទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទមួយដែលមានសារៈសំខាន់សម្រាប់អ្នកលក់និងអ្នកទិញអចលនវត្ថុគឺសុពលភាពនៃកិច្ចសន្យាលក់ទិញអចលនវត្ថុតើកិច្ចសន្យាដែលយើងចុះហត្ថលេខាលក់ទិញមានសុពលភាពតាមផ្លូវច្បាប់ដែរឬទេជាគោលការណ៍ការលក់ទិញអចលនវត្ថុដែលធ្វើឡើងក្នុងទម្រង់ជាលិខិតយថាភូតស្របតាមក្រមរដ្ឋវេនីអាចមានសុពលភាពអនុវត្តបានប៉ុន្តែការផ្ទេរកម្មសិទ្ធិនិងការចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅតែត្រូវអនុវត្តតាមនីតិវិធីដែលច្បាប់បានកំណត់ជាធរមានចំណុចទី2បើមានតែកិច្ចសន្យាឯកជនរវាងអ្នកលក់និងអ្នកទិញចំណុចនេះសំខាន់ណាស់ប្រសិនបើភាគីធ្វើកិច្ចព្រមព្រៀងលក់ទិញត្រឹមតែជាលិខិតឯកជនស្របតាមគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនដែលមានចែងក្នុងក្រមរដ្ឋប្រវេណីជាអនុត្រូវចាត់ទុកថាជាការសន្យាលក់ទិញជាមុននិយាយឲ្យងាយយល់គឺភាគីបានព្រមព្រៀងគ្នាថានឹងបំពេញបែបបទចាំបាច់នៅពេលក្រោយដើម្បីធ្វើការចុះបញ្ជីនិងផ្ទេរកម្មសិទ្ធិឬសិទ្ធិលើអចលនវត្ថុនោះក្នុងន័យនេះបើភាគីមិនព្រមអនុវត្តតាមការសន្យាជាមុនប្រសិនបើភាគីម្ខាងមិនអនុវត្តតាមការសន្យាដែលបានព្រមព្រៀងគ្នាភាគីម្ខាងទៀតអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ដើម្បីស្នើសុំឲ្យអនុវត្តតាមការសន្យានោះហើយក្នុងករណីសមស្របអាចស្នើសុំតុលាការឲ្យបង្គាប់ឲ្យអ្នកលក់អនុវត្តការផ្ទេរសិទ្ធិទៅអ្នកទិញដូច្នេះសូមកុំមើលរំលងកិច្ចសន្យាលក់ទិញអចលនវត្ថុការចុះកិច្ចសន្យាត្រូវធ្វើឲ្យបានត្រឹមត្រូវហើយបន្ទាប់ពីទិញរួចគួរអនុវត្តនីតិវិធីផ្ទេរនិងការចុះបញ្ជីកម្មសិទ្ធិឲ្យបានត្រឹមត្រូវតាមច្បាប់បើបងប្អូនមានសំណួរពាក់ព័ន្ធនឹងច្បាប់អចលនវត្ថុសូមសរសេរនៅក្នុង comment សុភាព Legal Property ជួយយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក